សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាប្រធានគណៈបកប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបទី47នៃទិវាជ័យជំនះ7មករាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គបងប្អូនជនរួមជាតិជាទីស្នេហាថ្ងៃនេះជាទិវាគម្រប់ខួបទី47នៃទិវាជ័យជំនះ7មករាជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឲ្យមានជីវិតរស់ឡើងវិញហើយបើកឡើងនូវសក្តានុពលថ្មីរបស់កម្ពុជាគឺឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមយើងរំលឹកទិវាជាប្រវត្តិសាស្ត្រនេះឡើងក្នុងស្មារតីចងចាំជានិច្ចនៅឧក្រិដ្ឋកម្មដែលរបបប៉ុលពតបានប្រព្រឹត្តមកលើមាតុភូមិនិងប្រជាជនកម្ពុជាក្នុងរយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃនៃរបបដ៏ឃោរឃៅនេះព្រមជាមួយនេះយើងទាំងអស់គ្នាសូមលំអោនកាយគោរពដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិយើងដែលគ្មានទោសពៃអ្វីទាំងអស់រាប់លានអ្នកដែលត្រូវស្លាប់យ៉ាងអយុត្តិធម៌បំផុតនៅក្រោមរបបប៉ុលពតហើយសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ជនរួមជាតិទាំងនោះបានទៅប្រដេសឋានក្នុងសុគតិភពជារៀងដរាបបងប្អូនជនរួមជាតិជាទីស្នេហាយើងពិតជាមិនអាចបំភ្លេចបានឡើយនៅមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបនប្រល័យពូជសាសន៍ប៉ុលពតដែលបានចូលមកកាន់កាប់អំណាចចាប់ពីថ្ងៃ17មេសាឆ្នាំ1975នៅក្រោមរបបដ៏យង់ឃ្នងនេះប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុងនៅសិទ្ធិសេរីភាពរបស់ខ្លួនត្រូវបង្ខំឲ្យធ្វើការដូចសត្វធាតុត្រូវទទួលរងទារុណកម្មនិងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតជាមួយគ្នានេះរចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញឲ្យរលាយខ្ទេចខ្ទីដល់ឫសគល់ដែលបានរុញច្រានឲ្យប្រជាជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការរលាយសូន្យនៅក្នុងកលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃ2ធ្នូឆ្នាំ1978ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍រហូតទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃ7ខែមករាឆ្នាំ1979លើមូលដ្ឋាននៃជ័យជំនះនេះសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ត្រូវបានបង្កើតឡើងដែលជារដ្ឋរបស់ប្រជាជននិងដើម្បីប្រជាជនពិតប្រាកដឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះយើងចងចាំជានិច្ចនៅគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការវាយរំលំរបបដ៏យង់ឃ្នងនេះបន្ទាប់ពីថ្ងៃជ័យជំនះ7មករាប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពៀឆ្លងកាត់ឧបសគ្គនិងការលំបាករាប់ម៉ឺនសែនជំពូកដើម្បីការពារការរស់រានឡើងវិញរបស់ប្រជាជាតិស្ដារនិងកសាងមាតុភូមិឡើងវិញជាជំហានពីគំនរផេះផង់សម្រាប់បានសមិទ្ធផលធំជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាពហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនិងអភិវឌ្ឍគួររំលឹកថាក្នុងឆន្ទៈយ៉ាងមោះមុតយើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញមានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុងសង្គមនិងមានសេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿនធ្វើឲ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើងនេះជាការផ្លាស់ប្ដូរយ៉ាងធំធេងរបស់កម្ពុជាអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណបកប្រជាជនកម្ពុជានិងកម្លាំងមហាសាមគ្គីរបស់ប្រជាជនព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិក្នុងឆ្នាំ2025ដែលទើបតែកន្លងផុតទៅនេះកម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តីពេលនេះ
យើងបានឈានចូលឆ្នាំ2026ដែលជាឆ្នាំទី3របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឲ្យសម្រេចបានសមិទ្ធផលថ្មីទៀតជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជននិងបូរណភាពទឹកដីបងប្អូនជនរួមជាតិជាទីស្នេហាទន្ទឹមនឹងការសម្រេចបានជោគជ័យនានាប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការអន្តរជាតិភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលនិងការចុះខ្សោយនៃសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ដែលបាននឹងកំពុងជះឥទ្ធិពលមកលើដំណើរវិវត្តរបស់ជាតិយើងជាពិសេសប្រទេសថៃបានបង្កសង្គ្រាមឈ្លានពានកម្ពុជាយ៉ាងកំរោលនិងសាហាវព្រៃផ្សៃក្នុងគោលបំណងដណ្ដើមកាន់កាប់ទឹកដីនិងប្រាង្គប្រាសាទនានាក្នុងបូរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនក្រោមលេសការពារសន្តិសុខនិងអធិបតេយ្យរបស់ថៃនៅក្នុងសកម្មភាពឈ្លានពាននេះកងយោធាថៃបានបើកការបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជាដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យរបស់កម្ពុជានិងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខដោយប្រើប្រាស់អាវុធធំតូចនិងទំនើបគ្រប់ប្រភេទទាំងជើងគោកជើងទឹកនិងជើងអាកាសបង្កនៅមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះសកម្មភាពបែបនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិបំពានធម្មនុញ្ញអាស៊ាននិងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយម្យ៉ាងទៀតសកម្មភាពបែបនេះក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិនិងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិលទ្រព្យសម្បត្តិវប្បធម៌ជាតិនិងបេតិកភណ្ឌពិភពលោកឆ្លើយតបនឹងអំពើឈ្លានពាននេះកងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការនិងស្របតាមច្បាប់អន្តរជាតិពិសេសបានអនុវត្តខ្ជាប់ខ្ជួននៅបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូថ្ងៃទី26ខែតុលាឆ្នាំ2025ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើងដោយមិនអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូនេះឡើយដែលធ្វើឲ្យសភាពការកាន់តែមានសភាពធ្ងន់ធ្ងរនិងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពនេះសហគមន៍អន្តរជាតិដែលតែងតែផ្ដល់តម្លៃខ្ពស់ចំពោះសន្តិភាពមនុស្សធម៌នីតិរដ្ឋនិងវិបុលភាពនោះបានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះនិងការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ព្រមទាំងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃរួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់កម្ពុជានិងថៃបានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែងដែលបានចូលជាធរមានចាប់ពីម៉ោង12ថ្ងៃទី27ខែធ្នូឆ្នាំ2025តទៅការឯកភាពគ្នានេះដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូត GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានបញ្ជាក់នៅការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈនិងពឹងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមកក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់សម្ដៅបញ្ឈប់អរិភាពគ្រប់ទម្រង់
និងដើម្បីបង្កើននៅសន្តិភាពមួយពិតប្រាកដនិងប្រកបដោយចីរភាពជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្តនិងការស្ដារប្រក្រតីភាពឡើងវិញនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនៅគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពដំណោះស្រាយប្រកបដោយយុត្តិធម៌និងចីរកាលទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយក្នុងស្មារតីនេះកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៅបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរក៏ដូចដើម្បីសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងបណ្ដាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែងនិងចូលរួមសកម្មភាពក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះតាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025រហូតមកដល់បច្ចុប្បន្នបងប្អូនជនរួមជាតិជាទីស្នេហានៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀតសូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិប្រឹងឈរខ្លួនឯងខិតខំខ្លួនឯងនិងពង្រឹងភាពម្ចាស់ការខ្លួនឯងដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើងខ្ញុំមានជំនឿយ៉ាងមុតមាំថាផ្អែកលើកម្លាំងមហាសាមគ្គីនិងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបានមិនថាឧបសគ្គធំប៉ុណ្ណាឡើយយើងចងចាំប្រវត្តិសាស្ត្រនេះចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិចងចាំការប្រមាថមើលងាយដែលអ្នកឈ្លានពានបានប្រព្រឹត្តមកលើជាតិមាតុភូមិនិងប្រជាជនយើងខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើងសាមគ្គីរស់សាមគ្គីឈ្នះហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរំភើបឥតឧបមាដែលបានឃើញការចូលរួមដ៏ផុសផុសរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសទាំងក្រៅប្រទេសក្នុងការផ្ដល់ការគាំទ្រពេញទំហឹងខាងសម្ភារៈនិងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខនិងបងប្អូនប្រជាពលរដ្ឋភាគសឹកដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានានេះជាស្មារតីសាមគ្គីឯកភាពជាតិនិងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំជាទីបញ្ចប់ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរនិងជូនពរបងប្អូនជនរួមជាតិនៅគ្រប់ទិសទីសូមបានប្រកបតែនឹងពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀងឃ្លាតឡើយថ្ងៃពុធ4រោចខែបុស្សឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី7ខែមករាឆ្នាំ2026ត្រាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន